ជាស្ថានជាតិអប់រំបានបង្កើតឡើងនៅសម័យអាណានិគមនិយមបារាំងក្នុងឆ្នាំ1914ដែលឈ្មោះដើមគឺជាសាលាបឋមសិក្សា François Boudoin ជាស្ថានបានផ្លាស់ប្ដូរឈ្មោះនិងតួនាទីតាមសម័យកាលស្របទៅនឹងតម្រូវការនៃប្រព័ន្ធអប់រំជាតិកម្ពុជានឹងត្រូវបានបិទជាបណ្ដោះអាសន្ននៅក្នុងរបបខ្មែរក្រហមឆ្នាំ1975វិទ្យាស្ថានជាតិអប់រំបានដើរតួនាទីជាគ្រឹះស្ថានស្នូលនៃប្រព័ន្ធអប់រំជាតិរបស់កម្ពុជាហើយដែលបញ្ញាចិត្តពង្រឹងឧត្តមភាពក្នុងការបណ្ដុះបណ្ដាលគ្រូបង្រៀនឲ្យមានគុណភាពដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក្នុងការនាំនាវាកម្ពុជាឆ្ពោះទៅវិបុលភាពក្នុងន័យនេះវិទ្យាស្ថានជាតិអប់រំមានតួនាទីក្នុងការបណ្ដុះបណ្ដាលគ្រូសតវត្សទី21សម្រាប់កម្ពុជាស្ថិតនៅចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញវិទ្យាស្ថានជាតិអប់រំគឺជាគ្រឹះស្ថានដំដាលគ្រូដំបូងគេបំផុតនិងមានវ័យចំណាស់បំផុតនៅកម្ពុជាតាមអនុក្រឹត្យថ្មីឆ្នាំ2022វិទ្យាស្ថានជាតិអប់រំត្រូវបានកែសម្រួលឡើងវិញជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញមានមហាវិទ្យាល័យចំនួន4និងមានរចនាសម្ព័ន្ធគ្រប់គ្រងទំនើបហើយបច្ចុប្បន្នជាសាលាគរុកោសល្យគំរូសម្រាប់និរន្តរភាពនៃប្រព័ន្ធអប់រំកម្ពុជាជាស្ថានជាតិអប់រំមានបេសកកម្មលើកកម្ពស់ការបង្រៀននិងការរៀនសម្រាប់សតវត្សទី21និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀនអ្នកដឹកនាំក្នុងវិស័យអប់រំនិងអ្នកស្រាវជ្រាវកម្ពុជាដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននៅគុណតម្លៃស្នូលរួមមានឧត្តមភាពគុណភាពសុចរិតសមធម៌និងនវានុវត្តន៍ក្រសួងអប់រំយុវជននិងកីឡាបានបង្កើតគណៈកម្មាធិការកំណែទម្រង់វិទ្យាស្ថានជាតិអប់រំដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តក៏ដូចជាខាងផ្នែកកម្មវិធីសិក្សាប្រព័ន្ធដឹកនាំនិងប្រព័ន្ធគ្រប់គ្រងដោយឈរទៅលើគោលការណ៍អាបាល់កេងអជាស្នូលសមិទ្ធផលសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមមាន 1. ការសាងសង់អគារមហាវិទ្យាល័យគរុកោសល្យមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន 2. ការសាងសង់បណ្ណាល័យសម្ដេចព្រះសង្ឃរាជជួនណាតមួយខ្នងដែលប្រមូលផ្ដុំនៅឯកសារគោលនយោបាយអប់រំច្បាប់អប់រំវិធីសាស្ត្របង្រៀនថ្មីជាដើមជាពិសេសគឺបានបង្កើតនៅបណ្ណាសានិក្ខេបបទថ្នាក់បណ្ឌិតដែលជាគំនិតដូចផ្ដើមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដើម្បីបង្កើតការងាយស្រួលសម្រាប់អ្នកស្រាវជ្រាវទាំងក្នុងនិងក្រៅប្រទេសនៅក្នុងការធ្វើការសិក្សាស្រាវជ្រាវស្ដីពីកម្ពុជាម្យ៉ាងវិញទៀតបណ្ណាល័យវិទ្យាស្ថានជាតិអប់រំបានរៀបចំឯកសារទាំងនោះមានរួមទាំងផ្នែករឹងនិងផ្នែក Digital ពោលគឺការដាក់ឲ្យដំណើរការនៅបណ្ណាល័យអេឡិចត្រូនិកផងដែរទី 3 ការជួសជុលកែលម្អអគារបេតិកភណ្ឌអគារសិក្សានិងអគារការិយាល័យចំនួន16រួមទាំងអគារសិក្សានៃវិទ្យាល័យអនុវត្តនិងសាលាបឋមសិក្សាអនុវត្តផងដែរទី 4 ការសាងសង់របងខ្លោងទ្វារនិងខឿនព័ទ្ធជុំវិញទី 5 ការរៀបចំសួនច្បារទីលានកីឡាចំណតយានជំនិះអាហារដ្ឋានប្រព័ន្ធផ្លូវប្រព័ន្ធភ្លើងប្រព័ន្ធទឹកប្រព័ន្ធលូប្រព័ន្ធសុខភាពនិងប្រព័ន្ធបច្ចេកវិទ្យាទី 6 ការបំពាក់សម្ភារៈសិក្សាបន្ទប់រៀនវៃឆ្លាតប្រកបដោយបច្ចេកវិទ្យា Digital បន្ទប់ផលិតមាតិកា Digital បន្ទប់ពិសោធន៍វិទ្យាសាស្ត្របន្ទប់កុំព្យូទ័រ
បន្ទប់សិល្បៈបន្ទប់សុខភាពប្រកបដោយសម្ភារៈបរិក្ខារទំនើបចំណុចដែលគួរឲ្យកត់សម្គាល់គឺវិទ្យាស្ថានជាតិអប់រំចាប់ផ្ដើមប្រើប្រាស់នៅបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI សម្រាប់បណ្ដុំដាលគ្រូដើម្បីឲ្យគ្រូមានបំណិនខាងផ្នែកបញ្ញាសិប្បនិម្មិតរៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងការងារនិងការសិក្សារៀបចំសកម្មភាពក្រៅម៉ោងសិក្សាដែលរួមមានក្លឹបសិក្សាពិព័រណ៍ស្នាដៃការងារគម្រោងពិសោធន៍វិទ្យាសាស្ត្រសុខភាពសិក្សាបណ្ណាល័យសិក្ខាសាលាបឋកថាទស្សនកិច្ចសិក្សានេះគឺជាលើកទី1ហើយដែលរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់នឹងការកែលម្អក៏ដូចជាការសាងសង់នៅអគារថ្មីដើម្បីបង្កើតនៅវិទ្យាស្ថានជាតិអប់រំមួយដែលមានគុណភាពសម្រាប់បណ្ដុំបណ្ដាលគ្រូសតវត្សទី21គ្រូបង្រៀនគឺជាឆ្អឹងខ្នងនៃប្រព័ន្ធអប់រំគ្រូបង្រៀនគឺជាវិស្វករព្រលឹងដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបណ្ដុំបណ្ដាលធនធានមនុស្សកម្ពុជាសម្រាប់សតវត្សទី21សមិទ្ធផលទាំងនេះនឹងចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពនិងគុណភាពក្នុងការធានាបាននៃការអប់រំប្រកបដោយគុណភាពបរិយាបន្នសមធម៌និងឱកាសសិក្សាពេញមួយជីវិតសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា